សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Ghost Story សូមជូនរឿងព្រៃដើមពោធិ៍បណ្ដាសានៅភូមិចាស់ឈ្មោះភូមិទន្លេកណ្ដាលមានដើមពោធិ៍មួយឈរត្រង់ចុងព្រៃដើមនោះមិនត្រឹមតែធំទេប៉ុន្តែមានរាងប្លែកឬដោយដៃមនុស្សដើមខ្មៅដូចឈាមស្ងួតហើយស្លឹកពណ៌ខៀវខ្មៅមនុស្សចាស់តែងប្រាប់ថាដើមពោធិ៍នោះមានព្រៃស្រីស្នាក់នៅអ្នកណាចូលពេលយប់ក្តៅឆេះដូចភ្លៀងហើយប្រលឹងនៅវិលវល់ទីនោះមិនព្រមទៅណាទេគ្មាននរណាហ៊ានឆ្លងផ្លូវតាមដើមនោះពេលយប់ឡើយក្មេងៗក៏ត្រូវឪពុកម្ដាយហាមផងដែរតែមានក្មេងប្រុសម្នាក់ឈ្មោះវិធីអាយុ17ឆ្នាំជាក្មេងប្រុសចូលចាត់សាកល្បងអាកាមបាំងគាត់ជឿតែអ្វីដែលភ្នែកឃើញមិនជឿខ្មោចប្រៃថ្ងៃមួយពេលជួបមិត្តនៅចុងភូមិមិត្តម្នាក់ប្រាប់ថាយប់មិញខ្ញុំឮសំឡេងមនុស្សយំក្រោមដើមពោធិ៍សំឡេងនាមដូចជាយំរកយ៉ាងណាម្នាក់ប៉ុន្តែធ្វើឲ្យខ្ញុំខ្លាចឈឺវិធីសាស្ត្រប្រហែលជាសត្វព្រៃឬខ្យល់បក់ប្រប៉ុណ្ណោះតែចិត្តគាត់ចាប់ផ្ដើមចង់ដឹងចង់ឃើញចង់ជឿដោយភ្នែកផ្ទាល់យប់មួយពេលព្រះច័ន្ទលាក់ខ្លួនក្រោយពពកខ្មៅវិធីយកចង្កៀងតូចហើយលួចចេញពីផ្ទះខ្លួនគាត់គិតដោយចងចាំពាក្យបំរាមម្ដាយផ្លូវទៅដើមពោធិ៍ត្រជាក់ដោយផ្លូវមនុស្សស្លាប់ខ្យល់បក់ធ្លាក់ស្លឹកឈើដោយសំឡេងជើងមនុស្សដើរពេលដល់កន្លែងដើមពោធិ៍ឈរដោយមនុស្សម្នាក់កំពុងមើលគាត់ហើយពេលវិធីងើបមកមើលទៅលើមាននរណាម្នាក់ឈរក្រោមដើមស្ត្រីពាក់សំពត់សសក់វែងមិនឲ្យឃើញមុខគាត់ដកដង្ហើមធំសួរទៅកាន់នាងជានរណាស្ត្រីនោះមិនឆ្លើយតែបោះចំហៀនទៅមុខចំហៀនមួយស្លឹកឈើឆេះតាមផ្លូវចំហៀនមួយទៀតចំគៀងញ័រដូចជាដាច់ភ្លើងហើយសំឡេងស្ត្រីស្រណោះកូនមកជាមួយម្ដាយវិធីដើរថយក្រោយប៉ុន្តែជើងដូចជាបង្កប់ដោយខ្សែអាកាំបាំងឬដើមគោរំពាត់ជុំវិញជើងគាត់ស្រែកប៉ុន្តែសំឡេងរបស់គាត់ត្រូវប្រេះស្រូបយកភ្លាមភ្នែកវិធីងងឹតពេលបាក់ភ្នែកឡើងវិញគាត់ឃើញខ្លួនឯងនៅក្នុងផ្ទះចាស់មួយស្ត្រីម្នាក់អង្គុយកាន់ទីរ៉កហើយឈ្មោះនាតនាងជាម្ដាយក្មេងទើបនឹងកើតតែភ្លាមប្រជាជនក្នុងភូមិចូលមកទាញនាងចិនពួកគេចោទថានាងជាមនុស្សមៀងអាកាំបាំងបណ្ដាលឲ្យភូមិកើតគ្រោះនាងយំស្រែកខ្ញុំមិនមែនជាខ្មោចសូមគុំបំបីខ្ញុំចិនពីកូនតែគ្មាននរណាសង្គ្រោះនាងទេគេយកនាងទៅចងក្រោមដើមពោធិ៍ហើយសំឡេងស្រែកមួយត្រចៀកឆេះភ្លើងឈាមហូរចូលដើមឈើព្រលឹងនាងជាប់នៅទីនោះជាមួយកម្មខੰងនិងការឈឺចាប់វិធីដឹងហើយព្រៃដើមពោធិ៍គឺជាម្ដាយដែលបាត់កូនវិធីដឹងថាព្រៃកំពុងស្វែងរកកូននាងមិនគិតថាគាត់ជាមនុស្សទេតែជាកូនដែលរលាយបាត់ទៅស្ត្រីនោះបង្ហាញមុខពិតភ្នែកហូរឈីមមាត់ប្រែដូចសាច់ស្លាប់ប៉ុន្តែមុខនាងពោពេញតយទុកកូនកុំចាក់ទៅវិធីស្រែកខ្ញុំមិនណែនកូនអ្នកទេភ្លាមដើមពោធិ៍ញ័រដូចរលំស្លឹកធ្លាក់ដូចភ្លៀងឡៃលំជាមួយឈាមឬរុំខ្លួនវិធីឡើងដល់ទ្រង់គាត់យកខ្សែព្រះដែលពាក់ពីតូចចេញហើយអធិដ្ឋានពន្លឺតូចមួយលេចឡើងស្ត្រីជាខ្មោចព្រៃនាងថយក្រោយដោយបាត់បង់កម្លាំងវិធីរត់មិនដឹងទិសដៅសំឡេងស្ត្រីហៅពីក្រោយដូចខ្យល់បើកូនចាក់ទៅម្ដាយនឹងនៅឯណាហើយផ្លែតដើមពោធិ៍មានសំឡេងខ្លាំងដូចរន្ទៈវិធីដួលសន្លប់ព្រឹកឡើងប្រជាជនឃើញវិធីសន្លប់នៅចាយភូមិខ្លួនគាត់មានស្នាមរបួសដូចមានអ្វីមួយយ៉ាងខំគាត់ភ្លាក់ឡើងនិយាយតែមួយពាក្យកូនក្រោយពីថ្ងៃនោះវិធីឈប់លេងសើចរឿងខ្មោចគាត់ទៅដុតធូបនៅដើមពោធិ៍រៀងរាល់ព្រះច័ន្ទពេញវង្សហើយចំលែកសំឡេងយំបានស្ងប់ដើមពោធិ៍ចាប់ផ្ដើមប្រជែងស្លឹកបៃតងតែយប់មួយចុងក្រោយមានអ្នកឮសំឡេងក្មេងយំនិងស្ត្រីសើចបន្តិចនៅក្រៅដើមពោធិ៍បើបងប្អូនពេញចិត្តសូមជួយចុច Subscribe ម្នាក់មួយសូមអរគុណ